បងប្អូនខ្មែរគាត់មករស់នៅប្រទេសក្រៅប៉ុន្តែគាត់មិនដែលភ្លេចប្រពៃណីខ្មែរទេហើយបុណ្យភ្ជុំនេះនិយាយពីថាមនុស្សម្នាគឺអ៊ូអរមែនទែនវត្តមួយគឺសម្បូរទៅដោយប្រជាជនខ្មែរទៅធ្វើបុណ្យនិយាយថាសប្បាយណាស់លោកអើយសប្បាយមែនវត្តយើងတော့ពុំធ្វើក៏ដើម្បីឲ្យយើងយកពុទ្ធសាសនាយើងបានគូស្រួលលោកពុទ្ធសាសនាមិនបានថាមកហើយទីមកពេលនេះវិញទី3ថាគេម្ចាស់ហៅពុកមកស្រុកខ្មែរហ្នឹងជើងទៅមកចាំវត្តផងមកបាយមកវត្តផងណាអូនទៅពីវត្តខ្មែរอันนี้เนี่ยพอวันลูกบอโบđóเลยเนี่ยอู้này ông chơi bò sờ đầu ô bò ấy nó bò cái hà bò thì ba đấy nhỉ bò giờ đấy nó ấy hộp ha này ba đây nè bò bò